បញ្ហាអមភិកច្រើនមិនត្រូវបានរកឃើញដោយកម្មវិធីជាមុនទេវាត្រូវបានរកឃើញដោយបុគ្គលិកដែលសង្កេតឃើញអ្វីមួយមិនស្របគ្នាក្នុងប៉ុន្មាននាទីបន្ទាប់នេះអ្នកនឹងរៀនអំពីសញ្ញាព្រមាន Red Flags ខែកនិង MCAFT ដែលអាចអនុវត្តបានសម្រាប់អតិថិជនលក់រាយនិងអតិថិជនសឹមនៅកម្ពុជានិងច្បាស់លាស់ថាត្រូវដាក់រាយការណ៍ឡើងលើដោយសុវត្ថិភាពយ៉ាងដូចម្តេចដោយមិនឲ្យអតិថិជនសង្ស័យនៅកម្ពុជាធនាគារជាតិនៃកម្ពុជាកំណត់ការរំពឹងទុកកម្រិតខ្ពស់សម្រាប់ MCAFT ហើយធនាគារនានារាយការណ៍ប្រតិបត្តិការសង្ស័យទៅកាន់អង្គភាពព័ត៌មានហិរញ្ញវត្ថុកម្ពុជាឬ KVIL ការងាររបស់អ្នកមិនមែនស៊ើបអង្កេតទេការងាររបស់អ្នកគឺស្គាល់សញ្ញាហានិភ័យកត់ត្រាអ្វីដែលអ្នកឃើញហើយបញ្ជូនទៅឲ្យមនុស្សផ្ទៃក្នុងដែលត្រឹមត្រូវឲ្យបានលឿននិងដោយរក្សាការសម្ងាត់តោះយើងយកវាមកភ្ជាប់ជាមួយខែកប្រចាំថ្ងៃការធ្វើការត្រួតពិនិត្យអតិថិជនដោយប្រុងប្រយ័ត្ន Customer Due Diligence ល្អមានន័យថាមាន4ចំណុចយើងផ្ទៀងផ្ទាត់អត្តសញ្ញាណដោយប្រើឯកសារដែលអាចទុកចិត្តបានយើងកំណត់អត្តសញ្ញាណម្ចាស់ផលប្រយោជន៍ពិតប្រាកដសម្រាប់អង្គភាពយើងយល់ពីគោលបំណងនិងលក្ខណៈនៃទំនាក់ទំនងដូចជាសកម្មភាពដែលរំពឹងទុកហើយយើងបន្តតាមដានដើម្បីឲ្យប្រវត្តិរូបនៅទាន់សម័យពេលអាកប្បកិរិយាប្រែប្រួលខាងក្រោមនេះជាការត្រួតពិនិត្យឲ្យរហ័ស3យ៉ាងដែលអ្នកអាចប្រើនៅកន្លែងបម្រើអតិថិជនតាមទូរស័ព្ទឬនៅពេលចុះឈ្មោះចូលប្រើសេវាទី1តើប្រតិបត្តិការនេះស្របនឹងរឿងរ៉ាវរបស់អតិថិជននិងប្រាក់ចំណូលឬសកម្មភាពអាជីវកម្មរបស់ពួកគេដែរឬទេទី2តើឯកសារមានភាពស្របគ្នានិងមើលទៅពិតប្រាកដដែរឬទេទី3តើមានហេតុផលច្បាស់លាស់សម្រាប់ភាគីទី3ដែរឬទេដូចជាមនុស្សផ្សេងមកផ្ដល់មូលនិធិចុះហត្ថលេខាឬមកទទួលសាច់ប្រាក់ឥឡូវយើងមកធ្វើឲ្យវាអនុវត្តបានជាក់ស្ដែងសញ្ញាព្រមានគឺស្ដីពីលំនាំអកប្បកិរិយាមិនមែនអំពីរូបរាងរបស់នរណាម្នាក់ទេនៅកន្លែងបេឡាឬនៅសាខាសូមចាប់អារម្មណ៍អតិថិជនដែលមិនព្រមពន្យល់ពីគោលបំណងនៃគណនីបន្តប្តូររឿងរ៉ាវរបស់ខ្លួនឬប្រញាប់ប្រញាល់ខ្លាំងពេលអ្នកសួរសំណួរស្តង់ដារលំនាំទូទៅមួយទៀតគឺប្រើបុគ្គលទី3ឲ្យនិយាយឬចុះហត្ថលេខាទោះបីអតិថិជនមានវត្តមានក៏ដោយឬស្នើឲ្យអ្នករំលងជំហានព្រោះពួកគេស្គាល់អ្នកណាម្នាក់លើ Channel Digital និងទូរស័ព្ទចល័តសូមចាប់អារម្មណ៍គណនីថ្មីដែលផ្ទេរលុយចូលចេញភ្លាមដោយគ្មានមូលហេតុច្បាស់លាស់ជាពិសេសការផ្ទេរតូចច្រើនដងដែលបូករួមគ្នាឡើងឬការប្តូរលេខទូរស័ព្ទឧបករណ៍ឬព័ត៌មានចូលប្រើញឹកញាប់ហើយសម្រាប់សកម្មភាពពាណិជ្ជកម្មនិងស្មេសូមប្រុងប្រយ័ត្នពេលបរិមាណប្រតិបត្តិការមិនសមស្របនឹងប្រវត្តិអាជីវកម្មវិកលបត្រមាល់ទៅមិនស៊ីសង្វាក់គ្នាឬការបង់ប្រាក់ត្រូវបានបែងចែកទៅគណនីច្រើនដោយគ្មានការពន្យល់ពាណិជ្ជកម្មសញ្ញាព្រមានតែមួយអាចមានមូលហេតុតោះម្ដងប៉ុន្តែពេលអ្នកឃើញពីរឬច្រើនជាងនោះសូមបន្ថយល្បឿនហើយរាយការណ៍ឲ្យកម្រិតខ្ពស់ពិនិត្យឲ្យបន្តដូច្នេះតើអ្នកគួរធ្វើអ្វីនៅពេលអ្នកសង្កេតឃើញសញ្ញាព្រមានដំបូងសូមផ្អាកសិនហើយបញ្ជាក់ឲ្យច្បាស់សួរសំណួរស្តង់ដារមួយចំនួនដោយស្ងប់ស្ងាត់ដើម្បីយល់ពីគោលបំណងនៃប្រតិបត្តិការនោះនិងថាអ្នកទទួលផលពិតប្រាកដជានរណាឃ្លាសាមញ្ញមួយដែលអ្នកអាចប្រើគឺដើម្បីដំណើរការនេះឲ្យត្រឹមត្រូវខ្ញុំត្រូវធ្វើការផ្ទៀងផ្ទាត់រហ័សមួយវានឹងចំណាយពេលប៉ុន្មាននាទីទី2កត់ត្រាការពិតមិនមែនមតិយោបល់កត់ត្រាអ្វីដែលអ្នកបានសង្កេតឃើញអ្វីដែលអតិថិជនបាននិយាយព័ត៌មានលម្អិតនៃប្រតិបត្តិការនិងឯកសារគាំទ្រណាមួយទី3អនុវត្តតាមនីតិវិធីផ្ទៃក្នុងរបស់យើងហើយបញ្ជូនករណីឡើងឲ្យអ្នកគ្រប់គ្រងរបស់អ្នកនិងក្រុម ABL ឬក្រុមតាមដានការអនុលោមតាមច្បាប់ឲ្យទាន់ពេលវេលាហើយសូមចងចាំថាកុំឲ្យអតិថិជនដឹងកុំលើកឡើងអំពីការសង្ស័យការរាយការណ៍ឬការត្រួតពិនិត្យទេគ្រាន់តែអនុវត្តតាមដំណើរការហើយទុកឲ្យក្រុមដែលត្រឹមត្រូវសម្រេចជំហានបន្ទាប់សង្ខេបខ្លីសូមស្វែងរកលំនាំដែលមិនស្របនឹងរឿងរ៉ាវរបស់អតិថិជនឬរឿងរ៉ាវអាជីវកម្មជាពិសេសពេលប្រាក់ផ្លាស់ទីលឿនព័ត៌មានបន្តផ្លាស់ប្ដូរឯកសារមិនត្រូវគ្នានេះជាការត្រួតពិនិត្យរហ័សសំណួរទី1កណនីថ្មីមួយទទួលបានការផ្ទេរប្រាក់តូចច្រើនដងដែលបូកសរុបទៅជាចំនួនមួយហើយបន្ទាប់មកផ្ញើចេញភ្លាមតើគួរតែដាក់បញ្ជូនឡើង escalate ទេសំណួរទី2អតិថិជនបដិសេធមិនពន្យល់គោលបំណងនៃប្រតិបត្តិការមួយហើយស្នើឲ្យអ្នករំលងការផ្ទៀងផ្ទាត់តើអ្នកធ្វើអ្វីជាមុនសំណួរទី3តើអ្នកគួរប្រាប់អតិថិជនថាអ្នកកំពុងដាក់បញ្ជូនឡើងករណីមួយទៅមែនទេបើអ្នកមិនប្រាកដសូមដាក់បញ្ជូនឡើងឲ្យបានឆាប់ប្រើគោលការណ៍ខែកនិង M របស់ធនាគារកត់ត្រាការពិតហើយរាយការណ៍ឲ្យទាន់ពេលវេលាតាម Channel ដែលបានអនុម័ត